គ្នាមកជួយជាមួយម្ដងទៀតហើយអញ្ចឹងបែបនេះគឺយើងធ្វើតែតទៅដល់ split pop box split ចឹងណាគេឲ្យ S 1ស្មើជាមួយនឹង A 1ដែល SN ស្មើជាមួយនឹង N ការ៉េបុក N កណនីដែរហើយកណនី pop box នៃ split នេះចំនួន40តួដំបូងអញ្ចឹងឥឡូវយើងមកមើលសិនហើយយើងគួរតែកណនីអីគេមុនតោះគ្នាត្រូវដឹងថាចាគេឲ្យយើងកណនី pop box នៃ split នេះចំនួន40តួដំបូងគេឲ្យយើង SN ហើយបងប្អូន SN ហ្នឹងមានន័យថាយើងចំនួនលេខ30ទៅក្នុង N ហ្នឹងទៅអញ្ចឹងយើងបាន S30 ហើយស្មើជាមួយនឹង N 30ការ៉េបូកជាមួយនឹង30ដល់យើងរក S30 ឃើញណាប៉ុន្តែដល់ឡៃកណនីដេតតែយើងចាំមើលតទៀតចឹងទៅអូខេបងប្អូនគ្នាមកកណនី S30 សិនសម្រាប់ S30 ដែលយើងមាន SN ស្មើជាមួយនឹង N ការ៉េបូក N បងប្អូនគ្នាដឹងហើយ SN គឺគេចំនួនលេខ N អញ្ចឹង S30 គេចំនួនលេខ30ហើយ S30 ជាមួយស្មើជាមួយនឹង30លើកជាការ៉េបូកជាមួយនឹង30ចឹងស្មើមែនបងប្អូនគ្នា S30 ស្មើជាមួយនឹងអញ្ចឹង30ការ៉េគឺបាន900ហើយ900បូក30ទៀតបាន930ណាអូខេអញ្ចឹងយើងរក pop box split នេះឃើញហើយបន្តមកទៀតគឺយើងកណនីដេដូចបងប្អូនដឹងអញ្ចឹងថា S30 ហ្នឹងគឺប្របែកទៅបានមែនឬក៏នេះ S1 ស្មើ A1 អញ្ចឹងយើងដឹង S តម្លៃ S30 បងប្អូនអាចរក S2 បានតើបើសិនជាយើងរក S2 ទៅអាចនឹងងាយរកជាងព្រោះលេខតូចជាងអញ្ចឹងណាឥឡូវយើងមកសាករក S2 បងប្អូន S2 ស្មើជាមួយនឹង2ការ៉េបូក2អញ្ចឹង S2 ស្មើប៉ុន្មានបងប្អូនសាកគិតមើល2ការ៉េ4ហើយ4បូក2ទៀត6ចឹង S2 ស្មើ6ប៉ុន្តែបងប្អូនកុំភ្លេចថា S2 ស្មើជាមួយនឹងប៉ុន្មានបងប្អូនស្មើជាមួយនឹង A1 បូកជាមួយនឹង A2 នេះបងប្អូនឃើញផកបូកគឺ A1 បូក A2 តែបងប្អូនត្រូវដឹងថា A1 បូក A2 ស្មើមែន A1 បូក A2 ស្មើ A1 បូក A1 បូកលេចាចឹងណាអាប្របែកក៏បងប្អូនយើងធ្វើតាមផកបូកប្របែកប្រព័ន្ធយើងនេះឯងអញ្ចឹងយើងបានមែនបងប្អូនយើងបាន2 A1 បូកលេហើយគេដឹងហើយបងប្អូនថាអញ្ចឹង S1 ហ្នឹងគឺស្មើជាមួយនឹង A1 អញ្ចឹងបងប្អូនចំនួនលេខ1ចូលដើម្បីរក S1 មកអញ្ចឹងនេះជំរឿ A1 ស្មើជាមួយនឹងអានេះគឺយើងរកអីគេបងប្អូន A1 បូក A2 ណាឬក៏ S2 ព្រោះ S2 ក៏ស្មើនឹងលេខដែរអូខេបន្តមកទៀតយើងមើលបងប្អូនគេត្រូវការ A1 គឺស្មើ S1 អញ្ចឹងយើងទៅរក S1 វិញវាកង្វល់ទៀតបងប្អូនយើងតាមដានតិចអញ្ចឹង S1 ស្មើជាមួយនឹង1ការ៉េបូក1អញ្ចឹង S1 ស្មើប៉ុន្មានបងប្អូន1បូក1គឺ2នឹងឯងអញ្ចឹង S1 ស្មើ2អញ្ចឹង A1 ក៏ស្មើ S1 ដែរ A1 ស្មើ S1 ស្មើ2អញ្ចឹងបងប្អូនរក D មកបងប្អូនអញ្ចឹង D ស្មើជាមួយនឹង S2 ដក 2A 2A1 អញ្ចឹង D S2 ព្រោះយើងឃើញប៉ុន្មានបងប្អូន S2 ឃើញ6ដក 2A A1 A1 បងប្អូនរកឃើញ2ដោយសារតែ A1 គឺស្មើ S1 ហ៎អញ្ចឹងឲ្យឃើញ2ដក2គុណជាមួយនឹង2បានដក4អញ្ចឹង6ដក4បាន2អញ្ចឹង D ព្រោះយើងរកឃើញ2ឯងបងប្អូនឥឡូវយើងរកឃើញឯ S30 យើងឃើញ930ចំណែក D ព្រោះយើងគឺឃើញ2ដូចនេះ D ស្មើ2នេះប្រតិររៀងវែងឆ្ងាយតិចចឹងណាបងប្អូនអាចចូលបានអត់សម្រាប់មើលមួយនេះចឹងគឺមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ follow page ហើយនិង subscribe វីដេអូខ្ញុំអ្នកមួយផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ